ការរួបរวมប្រពៃណីនិងគុណតម្លៃនៃការងារនិងភាពសាមញ្ញកាលដើមឡើយក្នុងនគរយើងមានអ្នកប្រាជ្ញម្នាក់ឈ្មោះចែមលោកតាចែមជាអ្នកប្រាជ្ញមួយរូបដែលមានចំណេះដឹងជ្រៅជ្រះនិងមានចិត្តសប្បុរសនៅពេលអតិតរះលើវាលស្រែខៀវខ្ចីក្នុងសម័យអង្គររស្មីនៃសាមគ្គីភាពសាមញ្ញនិងការខិតខំប្រឹងប្រែងបានបំភ្លឺនៅមាគ៌ារបស់យើង